សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះវីដេអូគឺយើងចង់បង្ហាញអំពីដំណើរកម្សាន្តទៅកាន់ Wonder of the Sea ដែលជាកន្លែងជិះទូកពី Indiana ទៅ Florida ដែលយើងចំណាយពេល16ម៉ោងជិះឡានគឺថានៅតាមផ្លូវចុះអាប់ផងអីផងហើយយើងជិះពីយប់ទៅដល់ផឹកហើយតាមផ្លូវពេលយប់គឺនិយាយពីថាងួយគេងមែនតើប៉ុន្តែអត់មានអ្នកគេហ៊ានគេងទេដោយសារតែត្រូវជួយមើលផ្លូវគ្នាអញ្ចឹងណាអូខេពេលនេះផឹកហើយយើងទៅដល់ទឹកដី Florida ភ្លាមគឺយើងចុះចូលកន្លែងហាងវៀតណាមមួយដើម្បីញ៉ាំហ្វឺដោយសារពេលហ្នឹងភ្លៀងផងអ្នកនរគ្នាអញ្ចឹងទៅធ្វើការអីក្តៅហើយខ្ញុំក៏កំងនិយាយទៅខ្ញុំអត់ដឹងថាអានេះគេហៅអីគេទេប៉ុន្តែឃើញតំណងហ្នឹងក៏យើងចុះញ៉ាំអីសិនមុននឹងយើងបន្តដំណើរទៅទៀតឥឡូវយើងញ៉ាំហើយយើងក៏បន្តដំណើរទៅមុខទៀតដល់ពេលដែលដល់ទឹកដី Florida ព្រាមគឺយើងចាប់ផ្ដើមឃើញមានដំថ្នោតជុំវិញនឹងហ្មងណាហើយមិនត្រឹមតែអញ្ចឹងទេស្ពានដែលខ្ញុំជិះឆ្លងនេះអ្នកនរគ្នាអើយគឺថាបើមើលផ្ទាល់ឃើញទួលខ្ពស់ជាងនឹងទៀតស្ពានគេនិយាយពីថាជិះមកគួរសមដែរហើយខ្ពស់វែងបើសិនជិះទៅដល់មុខទៀតអ្នកនរគ្នាឃើញខាងស្ដាំដៃខ្ញុំមុខហ្នឹងឯងបន្ទាត់វែងហ្នឹងគឺជាកន្លែងដែលគេស្ទូចថយធំនៅនឹងហ្មងហើយពួកខ្ញុំទៅនេះគឺដំណងទៅសមុទ្រទៅ enjoy មួយ plate មុននឹងយើងជិះទៅផ្ទះដែលពួកខ្ញុំជួលដើម្បីស្នាក់នៅមួយយប់ដោយសារតែយើងងុយគេងហត់ពេកអញ្ចឹងយើងចង់សម្រាកនៅនេះមួយយប់សិនចាំយើងបន្តដំណើរទៅទៀតតាមពិតថ្ងៃដែលខ្ញុំមកនេះគឺអាកាសធាតុក្តៅមែនតើខ្ញុំអត់បានដើរទៅណាច្រើនទេគឺបានតែមើលគេតិចតួចហើយនៅនេះគេមានគេលេងបាល់ឲ្យយើងមើលមនុស្សក៏អត់សូវច្រើនបានដែរបើអាកាសធាតុវិញគឺប្រៀបនឹងខ្មែរយើងគឺក្តៅបែបលក្ខណៈមានខ្យល់មកខ្លះប៉ុន្តែបើនៅនេះគឺតែក្តៅហើយគឺហប់យកហ្មងអញ្ចឹងដើរបានមួយផ្លែតក៏ពួកខ្ញុំសម្រាប់ចិត្តថាថតបានមួយប៉ុស្តិ៍ពីរប៉ុស្តិ៍ក៏ទៅវិញទៅឥឡូវពួកខ្ញុំបានមកដល់ហើយមកដល់ផ្ទះដែលពួកខ្ញុំជួលដើម្បីស្នាក់នៅមួយយប់នេះផ្ទះគេស្អាតមើលខាងក្រៅសមរម្យតែខ្ញុំអត់បានចូលតាមពីមុខបង្ហាញទេគឺចូលជាការ៉ាសបើហើយគឺយើងចូលតាមផ្លូវទ្វារការ៉ាសនេះថាតាខាងក្នុងមានអីគេអូខេឥឡូវនៅខាងឆ្វេងដៃនេះគឺមានម៉ាស៊ីនបោកខោអាវនិងម៉ាស៊ីនសម្ងួតហើយខ្ញុំឆ្ងល់ថាអាបន្ទប់នេះបន្ទប់អីគេក៏បើកមើលប្រហែលជាកន្លែងគេដាក់ម៉ាស៊ីនភ្លើងម៉ាស៊ីនទឹកអីដល់ដែរខ្ញុំអត់សូវច្បាស់មកដល់មុខទីក៏ឃើញថាមានផ្ទះបាយខ្ញុំតាមបើកមើលទាំងអស់ថាមានអីគេខ្លះអញ្ចឹងគេឲ្យកែវទឹកចានឆ្នាំងសមស្តាប់ព្រាអីយើងមកសេតដែរអញ្ចឹងយើងបាច់បារម្ភថាយើងត្រូវយករបស់របស់យើងពីផ្ទះមកទេនេះគេឲ្យយើងស្រាប់បើនិយាយពីតុទូក៏អីញ៉ាំបាយគេគឺបែបលក្ខណៈខ្ជូតគ្រឿងឈើមែនប៉ុន្តែ aesthetic ហើយបើមើលទៅខាងក្រៅគេមានយ៉ាតទុកឲ្យយើងអង្គុយ relax ឬក៏យើងចង់ថតរូបនៅខាងក្រោយនោះក៏ស្អាតនេះ living room មានទូមានសាឡុងឥឡូវយើង move on យើងចង់ទៅមើលថាក្នុងបន្ទប់គេមានអីគេរូបមានមិនខ្លះអូខេនេះគឺជាបន្ទប់ទី1សម្រាប់ពីអ្នកខ្ញុំគឺបន្ទូក៏មិនធំមកសមរម្យហើយគេមានកន្លែងដាក់អាវបន្ទប់ខ្ញុំដូចជាអត់មានទូទេ but it's okay ឥឡូវយើងទៅមើលបន្ទប់ទី2គឺ master bedroom បន្ទប់នេះគឺធំមានសាឡុងការដេកក៏ស្អាតដែរបន្ទប់ទឹកក៏ធំឥឡូវយើងទៅមើលបន្ទប់ទី3មើលថាមានអីគេ
បន្ទប់ទី3គឺនៅខាងនេះដែរគឺមានកន្លែង2ជាន់កន្លែងនេះគឺសម្រាប់ក្មួយខ្ញុំគឺគាត់ចូលចិត្តឲ្យតែមានខែ2ជាន់ក្មេងៗគេចេះទៅបានគ្នាហើយមានកន្លែងដាក់ក្តៅដែរហើយកន្លែងមើលខាងនេះគឺមានបន្ទប់ទឹកនេះគឺបន្ទប់ទឹកខាងក្រៅទៅឲ្យយើងប្រើរួមអញ្ចឹងណាមានទាំងបាសថប toilet ហើយ sink ញ៉េប៉ុណ្ណឹងល្មមស្អាតបន្ទប់ខាងនេះវិញគឺបន្ទប់ទី4បន្ទប់ខាងក្រោយតែរបស់គេគឺការរៀបចំគេ design មកមានតែពណ៌1 2គឺស្អាតហ្មងអត់ឲ្យញ៉ៃញ៉ៃអូខេអញ្ចឹង vlog ថ្ងៃនេះសូមចាប់តាមនឹងចាំជួបគ្នានៅ vlog ក្រោយនៅលើ YouTube Wonder of the Sea Thank you guys for watching កុំភ្លេច follow subscribe ក៏ដូចជា like and comment ផងណា Thank you bye